ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំធ្វើបាយឆាសាច់ក្រកចាក់បាយឆាសាច់ក្រកហ្នឹងមានរសជាតិឆ្ងាញ់ណាបងប្អូនហើយរបៀបធ្វើក៏មិនពិបាកធ្វើនោះទេហើយយើងធ្វើតែមួយផ្លែតហ្នឹងគឺបានហូបណាតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាដំបូងនាងខ្ញុំមកហាន់សណ្តែកគួរហើយនឹងការ៉ុតហ្នឹងឲ្យល្អិតៗមកបងប្អូនពីព្រោះបន្លែពីរមុខនេះយើងយកទៅឆាជាមួយបាយវារាងក្រឆ្អិនណាអញ្ចឹងនាងខ្ញុំហាន់វាឲ្យល្អិតៗអញ្ចឹងមកហើយក៏មានស្លឹកខ្ទឹមហ្នឹងនាងខ្ញុំដាក់វាមិនតិចដែរហើយហាន់ឲ្យល្អិតដូចគ្នាហើយខ្ទឹមសនាងខ្ញុំយកមកច្រាំចំនួន3កំពឹសចំណែកសាច់ក្រកនាងខ្ញុំយកវាមកកាត់ជាដុំតូចបងប្អូនពីព្រោះពេលដែលយើងយកទៅឆាទៅវានឹងឆាប់ឆ្អិនណាឥឡូវនេះខ្ញុំចាក់ប្រេងឆាចូលនៅក្នុងខ្ទះឲ្យក្តៅសិនមកតមកនេះខ្ញុំដាក់ពងទាចំនួន2គ្រាប់ចូលហើយពងទានេះនេះខ្ញុំនឹងឆាវាឲ្យឆ្អិនសិនទើបនេះខ្ញុំដាក់ខ្ទឹមសហ្នឹងមករំលែងតាមក្រោយបងប្អូនចាដាក់ខ្ទឹមសរំលែងឲ្យឈ្ងុយបន្តិចសិនមកនេះខ្ញុំនឹងបន្តដាក់សាច់ក្រកចូលហើយខ្ញុំឆាសាច់ក្រកហ្នឹងឲ្យវាឆ្អិនសិនទើបនេះខ្ញុំដាក់បន្លែពីរមុខហ្នឹងចូលបងប្អូនមានការ៉ុតហើយនិងសណ្តែកគួរហ្នឹងរួចឆាបន្លែពីរមុខហ្នឹងឲ្យឆ្អិនសិនទើបនេះខ្ញុំផ្សំរសជាតិណានេះខ្ញុំមានស្ករសចំនួន1ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុបរ៉ូឌី2ស្លាបព្រាកាហ្វេទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយរួចឆាច្បល់ឲ្យគ្រឿងផ្សំហ្នឹងវារលាយល្អសិនមកតមកនេះខ្ញុំចាក់បាយចូលបងប្អូនឲ្យបាយនេះជាបាយដាំថ្មីទេតែជាបាយយើងដាំឲ្យវាស្រួយមកជាអង្គស្រូវចាស់ទើបដាំបាយទៅយើងយកមកឆាទៅឆ្ងាញ់បងប្អូនបើជាប្រភេទអង្គស្រូវថ្មីបាយជាយើងឆាអត់កើតទេតែនេះខ្ញុំបន្ថែមភ្លើងឲ្យខ្លាំងតិចមករួចឆាឲ្យបាយហ្នឹងវាស្ងួតបានល្អបងប្អូនទើបនេះខ្ញុំចាក់ស្លឹកខ្ទឹមចូលតែប៉ុណ្ណឹងរួចរាល់ហើយចាអញ្ចឹងយើងអាចយកទៅហូបបានហើយបាយឆានេះគឺងាយស្រួលធ្វើណាបងប្អូនចំបងប្អូនដែលសល់បាយកកអីហ្នឹងយើងអាចយកមកធ្វើជាបាយឆាអញ្ចឹងហូបបានណាចាតំណងណាអញ្ចឹងវីដេអូរបស់នេះខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់នេះខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា